ការបកស្រាយអំពី the គឺជាពាក្យបង្ហាញកម្មសិទ្ធិឬភ្ជាប់គុណនាមទៅនឹងនាមវាមានតួនាទីដូចជានៃឬរបស់ក្នុងភាសាខ្មែរនិងស្រដៀងនឹង s ឬ of ក្នុងភាសាអង់គ្លេសដាក់ the រវាងម្ចាស់និងវត្ថុដែលគេកាន់កាប់我的书សៀវភៅរបស់ខ្ញុំ老师的办公室ការិយាល័យរបស់គ្រូសម្រាប់សមាជិកគ្រួសារជិតស្និទ្ធជាធម្មតាមិនប្រើ the 我妈妈ម្ដាយខ្ញុំមិនត្រូវប្រើ我的妈妈ភ្ជាប់គុណនាមទៅនឹងនាម红的书សៀវភៅពណ៌ក្រហមដើម្បីទទួលបានវីដេអូថ្មីនិងភាពបន្តសូមជួយ follow like comment និង share វីដេអូអរគុណ